បាទសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយ Oppo បាទ A1K ម្ចាស់គេថាតេទៅអត់ឮសំឡេងអញ្ចឹងណាគេតេមកឮសំឡេងធម្មតាតែយើងឮទៅវិញឬអត់ឮសំឡេងទេចង់និយាយអញ្ចឹងណាយើង call តាមលេខ call តាម Facebook អីចឹងណា Telegram អញ្ចឹងណាយើងគេតេមកគេនិយាយមកយើងស្ដាប់សំឡេងឮធម្មតាណាគេតេមកគេនិយាយមកឮធម្មតាដល់ពេលយើងនិយាយទៅវិញមិចខាងយើងស្រូបគេអត់ទៅអត់បានទេអញ្ចឹងណាចឹងគេថាខូចមិចតែខ្ញុំប្រឌិតមើលទៅខ្ញុំធ្វើតេស្តសំឡេងនេះអា record សំឡេងបងប្អូននេះអាថតសំឡេងយើងចុចមើលទៅបាទចុចមើលទៅនេះបងប្អូនឥឡូវយើងធ្វើការតេស្តវាបាទធ្វើការតេស្តមើលឥឡូវខ្ញុំបិទចោលសិនដោយសារខ្ញុំ record មុនមិញអត់បាននេះបាទបិទចោលមកឥឡូវយើងធ្វើតេស្តសំឡេងមើលតើយើងវាខូចសំឡេងមិនឬខូចគេអញ្ចឹងបងប្អូនណាបាទឥឡូវយើងចាក់ក្រហមនេះណាចាក់ក្រហមដើម្បី record មើលតើវាលោកសញ្ញាអត់បើលោកសញ្ញាមានន័យថាវាចាប់ record យើងបានជូនទៅខាងគេអញ្ចឹងឥឡូវយើងចុចមើលនេះអត់ទៅបងប្អូនណានេះវាប្រាប់ថាម៉េចបងប្អូននេះ message បងប្អូនណាបាទឃើញ message វីឡូទេនេះមានន័យថាបើយើងប្រែអង់គ្លេសបើខ្មែរគេដាក់ថាផ្ទុកទិន្នន័យវាពេញហើយអញ្ចឹងវាណែនណាបាទជាហេតុវាធ្វើឲ្យវាចេញរូបឌីសខាងលើនេះបងប្អូននេះដូចរូបឌីសនេះបាទវាជាសញ្ញាពេញបងប្អូនណាបាទមានន័យថាគឺវាពេញបាទវាបញ្ជាក់អារូបឌីសបាទឥឡូវវាលុបបាត់ដោយសារខ្ញុំលុបវាចោលអញ្ចឹងណាបាទបងប្អូនសាកនេះទៅនេះយើងចុច record ទៅនេះវាប្រាប់យើងអញ្ចឹងបងប្អូនណាបាទយើង record មកតិចណានេះបងប្អូនណានេះ storage បាទ record ដោយសារវាពេញខ្លាំងពេកបងប្អូនណាបាទអញ្ចឹងវាដូចតានៅក្នុងបន្ទប់យើងអញ្ចឹងតែយើងដាក់ពេញចង្អៀតណែននោះតិចព្រោះយើងពិបាកដកដង្ហើមដែរហើយទូរស័ព្ទដូចគ្នាអញ្ចឹងបើសិនជាបងប្អូនវា RAM ម៉ាស៊ីនវាតូចទេតែពេលយើងដាក់ពេញណែនមែនទែនថតវីដេអូអីច្រើនមែនទែនគឺវាលែងដែរអញ្ចឹងធ្វើឲ្យវាអសកម្មកម្មវិធីអីមួយអញ្ចឹងបងប្អូនណាបាទណាមួយទូរស័ព្ទនេះក៏ដើររៀងយឺតដែរបើក Facebook បើក YouTube ក៏ដើរគៀងអីចឹងណាដោយសារតែយើងពេញពេកខ្លាំងពេកបងប្អូនណាបាទអញ្ចឹងដើម្បីយើងថតបានវិញបងប្អូនណាបាទដើម្បីយើងថតបានវិញបងប្អូនធ្វើតាមខ្ញុំបងប្អូនណាបាទឥឡូវយើងធ្វើតេស្តឲ្យបងប្អូនមកទៀតបាទនេះមិចហ្នឹងយើងខលទៅគេអត់លឺទេបាទយើងនិយាយទៅគេអាឡូអត់លឺទេទៅខាងទៀតណាបើគេទេមកយើងវិញយើងស្រាប់គេលឺតែយើងនិយាយទៅគេវិញអត់លឺអញ្ចឹងបងប្អូនតេស្តមើលតើវាមិចយើងស្រូបសំឡេងបានអត់ណាឥឡូវខ្ញុំចូលសិនបាទនេះឥឡូវយើងធ្វើតេស្តមកនេះ record មកតើវាបានអត់ណានេះ storage នេះវាឲ្យយើង clean បាទវាឲ្យយើងលុបចេញខ្លះបងប្អូនឥឡូវយើងធ្វើលុបតាមវាមើលតើបានអត់លើកទី1បងប្អូនចូលទៅ YouTube បាទ YouTube ក៏ស៊ីច្រើនបងប្អូនណាបាទឥឡូវយើងចូល YouTube នេះបងប្អូនណាបាទយើងចូល YouTube សិនមុនបងយើងចុច YouTube ឲ្យយូរបងប្អូនយកសញ្ញាឧទាននេះបងប្អូនណាបាទចុចយូរមកនេះយកសញ្ញាឧទាននេះសញ្ញានេះបងប្អូនណាបាទនេះ app info នេះយើងចូលហ្នឹងមកបាទអញ្ចឹងបន្ទាប់មកបងប្អូនអ្នកឃើញ storage 3G ជាងបងប្អូនណាបាទនេះ storage 3G ជាងអញ្ចឹងយើងលុបកន្លែងហ្នឹងមកបងប្អូនណាបាទលុប clear កន្លែងហ្នឹងចោលបងប្អូនណាបាទ clear កន្លែងហ្នឹងចោលមកបាទ clear កន្លែងហ្នឹងចោលបាទពេលខ្លះកន្លែងវីដេអូយើងវាមានតិចតួចអញ្ចឹងណាដល់ពេលយើងវាខ្លាំងជាងគេខ្លាំងឲ្យត្រង់ YouTube នេះព្រោះ YouTube នេះវាស៊ី 3G ជាងបាត់ហើយបងប្អូនណាបាទ 3G 18អញ្ចឹងណាបាទអញ្ចឹងឥឡូវយើងចុចលុបអញ្ចឹងមកបាទចុច clear ប៉ុណ្្នឹងមកបាទចុច clear ទៅតើធ្លាក់តម្លៃនឹងមកតិចចាំបងប្អូនទៅបើក record សំឡេងហ្មងតិចតើវា record សំឡេងយើងអត់ដោយសារយើង record ទៅវាប្រាប់ថាវាម៉ាស៊ីនហ្នឹងវាពេញពេកអញ្ចឹងណាបាទឥឡូវនេះធ្លាក់មក00បងប្អូនណាបាទឥឡូវយើងទៅrecord សំឡេងយើងម្ដងទៀតឥឡូវខ្ញុំលុបអានេះចោលអស់បាទហើយយើងទៅ record សំឡេងម្ដងទៀតបងប្អូនសំឡេងវាបាទវាឲ្យអត់បងប្អូនណាចាំមើលបាទទៅបងប្អូនណាឃើញនេះទៅណានេះឃើញអាឡុកសំឡេងបងប្អូនណានេះអាឡុកសំឡេងនេះបាទនេះអាឡុកសញ្ញាសំឡេងនេះតាំងអាឡុកសំឡេងប៉ុណ្ណឹងគឺវាជួនរបស់យើងទៅហើយដោយអត់ទាន់លុបខាងលើមិញគឺវាអត់បញ្ជូនសំឡេងយើងទៅទេបងប្អូនដោយសារតែវាពេញខ្លាំងពេកអញ្ចឹងណាបាទអញ្ចឹងវាដើរស្រួលមកណាបាទនេះឃើញយើងស្ដាប់ទៅឮធម្មតានេះ
បើសំឡេងបាទឃើញបងប្អូនណាបាទហើយមួយទៀតបងប្អូនបាទយើងចូលទៅដល់យើងទៅចូលរូបថតយើងឯបានណាគេលុបហើយនៅក្នុងធុងសម្រាមអញ្ចឹងបងប្អូនណាបាទឥឡូវយើងចូលទៅក្នុងធុងសម្រាមយើងតើមានវីដេអូអីអត់អញ្ចឹងណាអ្នកធុងសម្រាមអ្នកមាន3 4ដែរអញ្ចឹងយើងលុបធុងសម្រាមចោលបងប្អូនណាបាទលុបធុងសម្រាមចោលទៅណាបាទហើយមួយទៀតដើម្បីឲ្យទូរស័ព្ទយើងដើរដូចជាមុនបងប្អូនចូលក្នុង YouTube នេះសូមទោះចូលក្នុង Play Store បងប្អូនណាបាទចូលក្នុង Play Store ហ្នឹងដើម្បីយើងទៅអាប់ដេតកម្មវិធីមួយចំនួនដូចជា YouTube Facebook Messenger Telegram ដើម្បីអីដើម្បីជាបងប្អូនជាមួយនឹងវាយ Facebook ចឹងមកនេះបងប្អូនឃើញនេះ Facebook ចឹងមកនេះវាឲ្យយើងអាប់ដេតឃើញបងប្អូនណាបាទមុនដោយសារយើងអាប់ដេតអត់ទៅដោយសារតែវាពេញម៉ាស៊ីនពេកអញ្ចឹងយើងអាប់ដេតទៅវាចេញវិសេសថា clean up មានន័យថាសម្អាតម៉ាស៊ីនឲ្យស្លាស់ឲ្យវាធំ space ធំទលាអញ្ចឹងណាបានយើងអាប់ដេតទៅអញ្ចឹងបងប្អូនណាបាទអញ្ចឹងឥឡូវយើងអាប់ដេតចឹងមកបាទឥឡូវយើងដោនចោលអញ្ចឹងបងប្អូនណាបាទដោយសារយើងលុប space មិញ 3G ហើយអញ្ចឹងវាដើរស្រួលធម្មតាឥឡូវយើងមកមើល Messenger មួយទៀតតើវាអីអាប់ដេតអត់បងប្អូនណាបាទឃើញនេះវាអីអាប់ដេតទៀតអញ្ចឹងបងប្អូនកុំឆ្ងល់ថាទូរស័ព្ទគេមិនក៏ទូរស័ព្ទដូចគ្នា version ដូចគ្នារបស់គេដើរលឿនមែនដោយសារអីដោយសាររបស់គេហ្នឹងគេទៅជាងឲ្យជាងគេលាងសម្អាតឲ្យបាទអាប់ដេតឲ្យអញ្ចឹងបងប្អូនណាបាទហើយមួយទៀត Telegram YouTube បងប្អូនណាដែលថាយើងធ្លាប់ប្រើទូរស័ព្ទកម្មវិធីណាយើងយកពីគេយើងទៅអាប់ដេតទៅនេះដោយសាររបស់គេអត់ប្រើ Telegram ទេហើយយើងទៅមើល YouTube ទៅបាទឥឡូវយើងទៅមើល YouTube បងប្អូនណាបាទ YouTube គេច្រើនដឹងថាគេឲ្យអាប់ដេតនេះ YouTube មកបាទនេះអាប់ដេតបងប្អូនបាទអញ្ចឹងវីដេអូនេះគឺខ្ញុំចង់បង្ហាញថាវាម៉ាស៊ីនពេញយើងត្រូវធ្វើដូចម្ដេចកន្លែងខ្លះបងប្អូន YouTube កន្លែងដែលថាខ្ញុំលុបហ្នឹងមានរហូតដល់ 35G 50G វ៉ាន់បងប្អូនណាបាទ YouTube ហ្នឹងណាអញ្ចឹងជាហេតុធ្វើឲ្យម៉ាស៊ីនយើងក៏គេគៀងបដ ாய் អញ្ចឹងហ្នឹងបើគេចុចទៅបើអ្នកខ្លះចុចលេងទៅហ្មងចុចទៅតាក់គៀងដោយសារអីដោយសារវាពេញដោយសារកម្មវិធីអញ្ចឹងបងប្អូនណាបាទហ្នឹងហើយទូរស័ព្ទបងប្អូន Oppo Vivo Oppo Android បើសិនតែបញ្ហាអីបងប្អូនធ្វើដូចខ្ញុំទៅនឹងដើរលឿនជាងដើរលឿនឡើងវិញបងប្អូនណាបាទសំខាន់កន្លែង YouTube នេះបងប្អូនថា space ម៉ាស៊ីនវាដើរគៀងបងប្អូនចូលជាប់ឡើងមកណាចុចជាប់មកទៅបងប្អូនចូលកន្លែងសញ្ញាឧទាននេះឧទានទៅវាឃើញទំហំដាក់លើនេះហើយបងប្អូនណាបាទទំហំដាក់លើនេះទំហំកន្លែងនេះកន្លែងហ្នឹងណាបាទឥឡូវយើងលុបចេញអស់ហើយចឹងវាលែងមានហើយចឹងដោយសារ YouTube ហ្នឹងដោយសារអីដោយសារបងប្អូនចុចអញ្ចឹងចុចមើលអញ្ចឹងណាបាទចុចមើលអញ្ចឹងហើយបងប្អូនឲ្យឆ្ងល់ចុះមិនក៏វាមិនក៏កើនទំហំអត់ដឹងខ្លួនអញ្ចឹងបងប្អូនចុចអញ្ចឹងយើងចុចមើលអញ្ចឹងណាវាច្រើនណាបាទចុចមើលអញ្ចឹងយើងច្រឡំចុចដៃ download តែចុច download ហ្នឹងគឺបងប្អូននេះយើងចុចអញ្ចឹងមកណាឥឡូវយើងចុចអីមួយអញ្ចឹងមកចុចអាហ្នឹងនេះបងប្អូននេះពេលខ្លះយើងច្រឡំចុចដៃកន្លែងនេះចុចកន្លែង download នេះកន្លែង download នេះឃើញទេយើងចុច download អញ្ចឹងពេលខ្លះយើងដាក់ដៃច្រឡំ download បាទគឺ download អញ្ចឹងហើយអានេះដោយសារវាលុបទៅវិញដោយសារខ្ញុំអាប់ដេតនេះអាប់ដេតកន្លែង YouTube នេះ Play Store មិញណាអាប់ដេតអញ្ចឹងទៅវារកហើយអញ្ចឹងទៅវា restart វាឲ្យយើងវាលុបទៅវិញដើម្បីឲ្យវារៀបចំកម្មវិធីឡើងវិញកន្លែងខ្ញុំ download មិញណា download កន្លែង update មិញណាបាទដោយសារមើលលុបមិញដោយសារវាអញ្ចឹងនេះវាប្រុងតែ step up ឡើងយើងបើកទៅអាលុតមិញដោយសារវាមូលហេតុនេះដោយសារវារៀបចំកម្មវិធីឡើងថ្មីវិញអញ្ចឹងហើយយើងប្រុងបើកវាអាលុតអីចឹងណាបាទអញ្ចឹងអាកន្លែងដែលវីដេអូ YouTube កើនដោយអត់ដឹងខ្លួនដោយសារយើងមើលហើយយើងចុចសញ្ញា download សញ្ញាព្រឹងមកក្រោមមិញដោយសារវាឡើងតាមអញ្ចឹងបងប្អូនណាបាទអញ្ចឹងវីដេអូនេះអស់បងប្អូនណាបាទជាត្រឹមត្រូវសូមបងប្អូនចុច like subscribe channel វិញផងដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងទូរស័ព្ទពីក្រោយទៀតបាទសូមអរគុណ